ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទហើយនេះគឺជា SCP 167 SCP 167វាគឺជាប្រអប់4ជ្រុងដែលគ្មានទីបញ្ចប់ដែលមានប្រវែងប្រហែលទៅតឹង10និងបណ្ដោយ10ម៉ែត្រនៅលើគែមរបស់វាដែលបង្កើតឡើងពីលោហៈធាតុប៉ូលីម៉ូផ្លាស្ទិកពណ៌សភ្លឺចែងចាំងដែលមិនស្គាល់អត្តសញ្ញាណជាមួយទ្វារដែលធំនៅពីមុខហើយប្រអប់នេះមានទ្វារដែលយើងបើកចូលទៅនិងវង្វេងនៅក្នុងប្រអប់4ជ្រុងទាំងមិនដឹងខ្លួនពេលទៅហើយគឺមិនអាចរកផ្លូវចេញមកវិញបានទេពីព្រោះនៅក្នុងគឺមានបន្ទប់ដូចគ្នាដែលយើងបើកទ្វារចូលទៅហើយគឺចូលទៅមួយទៀតគឺដូចគ្នាបន្ទប់ដូចគ្នាដូចជាសួនវង្វេងអញ្ចឹងគឺមិនអាចរកផ្លូវចេញមកវិញបានឡើយនិយាយរួមទៅអ្នកនរគ្នានៅក្នុងប្រអប់4ជ្រុងហ្នឹងវាមានតឹង10និងបណ្ដោយ10ម៉ែត្រមែនក៏ប៉ុន្តែនៅពេលដែលបើកទ្វារចូលទៅគឺមិនអាចចេញមកវិញបានទេពីព្រោះនៅក្នុងដូចជាសួនវង្វេងអញ្ចឹងពេលដែលបើកទ្វារមួយទៅគឺឃើញទ្វារ2បើកទ្វារទៅគឺឃើញទ្វារ2ទៀតគឺដូចគ្នាហើយគឺធំខ្លាំងមែនតើមិនអាចរកផ្លូវមកវិញឡើយហើយអ្នកដែលចូលទៅហើយគឺតែងតែមិនឃើញនឹងត្រឡប់មកវិញឡើយហើយការសិក្សាអំពី SCP 167នេះបានឲ្យដឹងថាប្រអប់4ជ្រុងនេះត្រូវបានគេស្រាវជ្រាវនិងរុករកតាំងពីសម័យអតីតកាលមកម្លេះដោយសារតែមានសញ្ញាសម្គាល់ជាច្រើននៅលើជញ្ជាំងប្រអប់4ជ្រុងនេះមានដូចជាអក្សរនិងរូបព្រះពុទ្ធសាសនាប្រហែលឆ្នាំ500គ្រិស្តសករាជនិងឃ្លាំងកំណត់ជាច្រើនប្រហែលឆ្នាំ1500គ្រិស្តសករាជដោយប្រអប់នេះមានអាថ៌កំបាំងខ្លាំងពេកមូលនិធិ SCP ក៏សម្រេចចិត្តចូលទៅស្រាវជ្រាវនៅក្នុងប្រអប់នេះដើម្បីកុំឲ្យវង្វេងនៅក្នុងប្រអប់នេះមូលនិធិ SCP ក៏យកបុរស2នាក់យកទៅហើយចងខ្សែបុរសទាំង2នាក់នោះជាប់នៅខាងក្រៅតែជាអកុសលបុរស2នាក់នោះមិនឃើញត្រឡប់មកវិញឡើយហើយខ្សែក៏ដាច់បាត់ដែរគ្រប់គ្នាគឺឆ្ងល់ខ្លាំងមែនទែនប្រអប់នេះគឺមានតែតឹង10និងបណ្ដោយ10ទេហេតុអ្វីក៏វាចូលទៅរហូតមិនអាចចេញមកវិញអញ្ចឹងហើយនៅក្នុងគឺមានបន្ទប់ដូចគ្នាជាច្រើនដែលរាប់មិនអស់គឺចូលទៅហើយមិនអាចចេញមកវិញឡើយហើយ SCP 167យើងគឺមានតែប៉ុណ្ណឹងហើយក៏ចប់ដែរវីដេអូមួយនេះគឺវាមានន័យច្រើនហើយវាគ្រាន់តែជាប្រអប់4ជ្រុងដែរចូលទៅក្នុងគឺមិនអាចចេញមកវិញឡើយដូចសួនវង្វេងអញ្ចឹងគឺស្លាប់អត់អាហារនិងស្លាប់ដោយសារវង្វេងជាដើមបាយបាយជួបគ្នានៅវីដេអូ SCP ក្រោយទៀត